Tu sedai prema dak tu sanaទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូ vlog មួយទៀតតាក់ទងនឹងដំណើរកម្សាន្តនៅឯខេត្តសៀមរាបហើយប្រាសាទដែលខ្ញុំនឹងទៅទស្សនាថ្ងៃនេះគឺប្រាសាទបាយ័នបាទនេះគឺជាខ្លោងទ្វារជ័យឬខ្លោងទ្វារអង្គរធំបាទស្រស់ស្អាតមែនទែនបាទពេលយើងចូលទៅខាងក្នុងទិដ្ឋភាពហាក់បីដូចខ្លោងទ្វារឋានសួគ៌អញ្ចឹងបាទអ្នកនរគ្នាបាទទន្ទឹមនឹងនេះខ្ញុំក៏បានឈប់ឡានឡើងភ្នំមួយបាទឡើងភ្នំទៅកាន់ផ្នែកខាងលើមានទិដ្ឋភាពស្រស់ស្អាតមែនទែនបាទគាត់គ្រាន់តែថាផ្លូវឡើងទៅលើហ្នឹងគឺរៀងរអិលបន្តិចព្រោះដោយសារតែសម្បូរភក់ថ្មអីចឹងទៅបាទខ្ញុំកំពុងតែឡើងទៅហើយប៉ុន្តែទោះជាយ៉ាងណាមិនក៏អ្នកទាំងអស់គ្នាមិនស្ដាយកម្លាំងឡើងដែរនៅពេលដែលអ្នកទាំងអស់គ្នាទៅដល់ផ្នែកខាងលើគឺឃើញមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតអ្នកនរគ្នាមានទេសភាពស្ទឹងដើមឈើរួមទាំងស្ពានចូលទៅកាន់ខ្លោងទ្វារបាទដែលស្ថិតនៅផ្នែកខាងឆ្វេងអ្នកនរគ្នាមើលឃើញហើយខ្ញុំក៏ធ្វើដំណើរបន្តទៅមុខទៀតហើយនេះគឺខ្ញុំនឹងបងខ្ញុំកំពុងតែស្ដាប់ចម្រៀងទៅតាមផ្លូវគយគន់ទេសភាពកំដរអារម្មណ៍អីចឹងទៅបាទហើយខ្ញុំក៏បានមកដល់ប្រាសាទបាយ័នហើយប្រាសាទនេះគឺស្រស់ស្អាតមែនទែនបាទអ្នកនរគ្នាឃើញកំពូលរូបព្រះព្រំមុខ4បាទហើយនេះគឺខ្ញុំធ្វើវីដេអូធ្វើទេសភាពនៅជុំវិញខ្លួននេះចឹងទៅហើយខ្ញុំក៏ចាប់ដើមចូលទៅខាងក្នុងនៃប្រាសាទបាយ័ននេះបាទឃើញមានរូបចម្លាក់ឆ្លាក់នៅលើជញ្ជាំងប្រាសាទមាននៅសាលាចរិតផ្សេងរូបចម្លាក់តោមានរូបរបាំអប្សរាដែលគេឆ្លាក់កាលពីសម័យអង្គរឬក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដែលព្រះអង្គជាស្ថាបត្យករនៃប្រាសាទនេះបាទអ្នកនរគ្នាអាចគយគន់មើលទេសភាពនៅផ្នែកខាងក្រៅចំពោះទេសភាពនៅផ្នែកខាងក្នុងក៏មិនចាញ់ទេសភាពនៅពេលដែលយើងទៅដល់ហើយមើលពីក្រៅដែរបាទអ្នកនរគ្នានេះគឺជាផ្នែកកណ្ដាលនៃប្រាសាទបាយ័នស្រស់ស្អាតមែនតើបាទអ្នកទាំងអស់គ្នាហើយនៅខាងក្នុងផ្នែកខាងនោះគឺងងឹតឆ្លុបបាទទៀតខ្ញុំនឹងនាំអ្នកទាំងអស់គ្នាចូលទៅទស្សនានៅផ្នែកខាងក្នុងបាទបន្តិចទៀតនេះខ្ញុំនឹងធ្វើដំណើរទៅផ្នែកខាងក្នុងនៃប្រាសាទបាយ័នសួរថាទេសភាពឬក៏កន្លែងនឹងមានអ្វីខ្លះនេះគឺជារូបចម្លាក់ដែលគេឆ្លាក់លើជញ្ជាំងបាទហើយខ្ញុំក៏ចូលទៅក្នុងនៃប្រាសាទបាយ័នឃើញថាមានរូបចម្លាក់ជាច្រើនមាននៅរូបបដិមាផ្សេងហើយរូបចម្លាក់ដែលខ្ញុំឬក៏ចម្លាក់ថ្មដែលខ្ញុំឃើញដំបូងគឺព្រះឥសូរបាទនឹងព្រះឥសូរនេះបាទអ្នកនរគ្នាខ្ញុំក៏ធ្វើដំណើរតទៅមុខទៀតហើយបន្តិចទៀតនេះខ្ញុំក៏ទៅដល់កន្លែងពិសេសមួយបាទគឺដែលគេហៅថាអណ្ដូងព្រេងបាទចិត្តទៅដល់ហើយឥឡូវខ្ញុំចុះក្រោមរៀងជ្រៅបន្តិចទៀតសិននៅទីនេះងងឹតឆ្លុបបាទប៉ុន្តែមានភ្លើងទៀនដែរហើយនៅកន្លែងនេះគឺជាអណ្ដូងព្រេងដែលខ្ញុំបានប្រាប់កាលពីអំបញ្ញមិញនេះគឺជាអណ្ដូងព្រេងឬក៏គេហៅថាអណ្ដូងព្រេងវាសនាបន្ទាប់ពីទស្សនាស្រោចទឹកដងអណ្ដូងលាងដៃលាងមុខជុំក្រុមគ្រួសារខ្ញុំក៏ធ្វើដំណើរតទៅមុខទៀតក៏ឃើញមានរូបបដិមាមួយទៀតដែលរូបបដិមានេះគឺជារូបព្រះពុទ្ធប្រណិបដែលគេហៅថាព្រះជ័យហើយយើងក៏អាចបន់ស្រន់ថ្វាយរូបបដិមានេះផងដែរបាទ
វីដេអូខ្ញុំថ្ងៃនេះក៏មកដល់ទីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណអ្នកទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយរាល់នៅពាក្យសម្ដីពាក្យពេចន៍ក៏ខុសឆ្គងទាំងឡាយសូមខន្តីអភ័យទោសខ្ញុំបាទឈ្មោះណូអូរ៉ាមេតសូមអរគុណនិងសូមគោរពលា